ធីតាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាខ្ញុំមានមុខធ្វើនំថ្មីចង់បង្ហាញបងប្អូនណាគឺថាខ្ញុំធ្វើវិចនំបាញ់អ៊ូប្រហែលជាបងប្អូនធ្លាប់ស្គាល់ហើយនំបាញ់អ៊ូប៉ុន្តែគ្រាន់ថាពួកម៉ាក់ខ្ញុំគាត់នៅខាងបាត់ដំបងគាត់ថាស្អីគេវិចនំបាញ់អ៊ូគាត់ដើរដឹងនំបាញ់អ៊ូហ្នឹងអាម៉េចគេតែគាត់នៅបាត់ដំបងប៉ុន្តែគាត់ឡើងមកភ្នំពេញពេលដែលគាត់អាយុនៅរៀងទូចាស់ដូច្នេះគាត់ថាគាត់ដើរដឹងនំបាញ់អ៊ូហ្នឹងមិនគេប៉ុន្តែខ្ញុំរស់នៅខាងកំពង់ចាមហើយខ្ញុំតែងតែញ៉ាំនំបាញ់អ៊ូហ្នឹងពេលដែលខ្ញុំទៅសាលាឲ្យទៅសាលាគឺថាខ្ញុំទិញនំបាញ់អ៊ូនឹងយកញ៉ាំឲ្យសម្រាប់ធ្វើ breakfast របស់ខ្ញុំចាអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើនំបាញ់អ៊ូនេះគឺថាគ្រឿងផ្សំវាខ្ញុំប្រើសដែកហ្នឹងបងប្អូនលាងឲ្យស្អាតហើយត្រាំវាទុកមួយយប់ណាហើយក៏តំណាបនេះគឺថាលាងឲ្យស្អាតហើយត្រាំវាទុកមួយយប់ផងដែរចាបន្ទាប់ពីផឹកឡើងគឺយើងលាងវាម្ដងទៀតដើម្បីកុំឲ្យអង្ករហ្នឹងវាមានធំក្លិនផ្អូមមកព្រោះឲ្យយើងត្រាំទុកមួយយប់ហើយបើសិនជាអាកាសធាតុក្តៅអង្ករយើងនឹងអាចផ្អូមបើសិនជាអង្ករយើងផ្អូមយើងវិចនំយើងទៅយើងទុកអត់បានយូរទេវាវិចទៅវាឆាប់ផ្អូមណាហើយសណ្តែកហ្នឹងក៏អញ្ចឹងដែរបងប្អូនត្រូវផឹកឡើងយើងលាងសម្អាតវាម្ដងទៀតដើម្បីឲ្យបាត់អាក្លិនយើងត្រាំវាទុកមួយយប់ណាចាបានជាយើងត្រាំវាទុកមួយយប់ដើម្បីឲ្យនំយើងហ្នឹងស្ងោរទៅឆាប់ឆ្អិនចាខ្ញុំប្រើ snow វាខ្ញុំប្រើនេះបើសិនជាបងប្អូនមានដូងស្រស់របៀបដូចជាដូងកោសណាបងប្អូនអាចដាក់ដូងស្រស់ដូងកោសហ្នឹងបានប៉ុន្តែខ្ញុំថ្ងៃនេះអត់មានប្រើដូងស្រស់ទេអានេះដូងនេះគឺថាយើងទិញពីកញ្ចប់វាមកវាម៉ត់ស្រាប់ប៉ុន្តែអាម៉ាក់ខ្លះក៏វាអត់មានម៉ត់ដែរតែខ្ញុំចង់បានអាម៉ត់ថ្ងៃហ្នឹងណាចាអាហ្នឹងយើងលីងជាមួយស្ដែកនេះយើងដើម្បីឲ្យវាកាន់តែឈ្ងុយស្នូវាកាន់តែឈ្ងុយចាខ្ញុំប្រើល្ងសនិងល្ងខ្មៅហើយស្ករបើបងប្អូនមានស្ករត្នោតស្ករផែនអីបងប្អូនដាក់ទៅវាកាន់តែឈ្ងុយតែខ្ញុំអត់មានទេអញ្ចឹងខ្ញុំប្រើអ្វីដែលខ្ញុំមានចាហើយនឹងខ្ទិះដូងអញ្ចឹងជាដំបូងខ្ញុំចាប់ផ្ដើមធ្វើការចំហុយស្ដែកនឹងមុនគេចាបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមយកសណ្តែកនឹងមកដាំណាបើសិនជាបងប្អូនយកចំហុយក៏បានដែរប៉ុន្តែខ្ញុំថ្ងៃនេះខ្ញុំចង់ដាំដោយសារតែខ្ញុំអត់មានពេលវេលាច្រើនទេបើសិនជាខ្ញុំដាំវាលឿនជាងចំហុយចាហើយទៅនឹងហ្នឹងគឺថាខ្ញុំជូតលឹកចេកកាត់លឹកចេកដើម្បីត្រៀមវិចនំបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមដាក់ខ្ទិះដូងចូលអានេះខ្ញុំលីងអង្គតបពីខ្ញុំដាក់ខ្ទិះដូងចូលហើយខ្ញុំដាក់ស្ករសហ្នឹងយើងដាក់ច្រើនពេកទេព្រោះអីស្នូយើងហ្នឹងគឺនំបាញ់អ៊ូស្នូផ្អែមគ្រាន់ថាយើងដាក់ស្ករសដើម្បីឲ្យវាអង្គតំណាបយើងមានជាតិឆ្ងាញ់ណាតែមិនឲ្យផ្អែមពេកទេ1ម៉ោងបានហើយដូចថាឡែមណាចានេះអំបិលហើយខ្ញុំកូរវាអ្នកខ្លះគេអត់យកអង្គនឹងមកឆាប៉ុន្តែចំពោះខ្ញុំចង់យកមកឆាដើម្បីឲ្យអង្គនំយើងនឹងមានរសជាតិកាន់តែឈ្ងុយថែមទៀតណាចាបងប្អូនអានេះដូងណាខ្ញុំដាក់ដើម្បីឲ្យវាមានក្លិនកាន់តែឈ្ងុយណាហើយយើងច្របល់ចូលគ្នាចានេះបងប្អូនខ្ញុំលីងធ្វើស្នូនំបាញ់អ៊ូហ្នឹងគេហៅនំបាញ់អ៊ូស្នូផ្អែមដាក់ខ្ទិះដូងដាក់ស្ករហើយខ្ញុំដាក់អំបិលខ្ញុំកូរឲ្យវាលាយចូលគ្នាសព្វសណ្តែកដែលខ្ញុំយកទៅដាំមិញហ្នឹងបងប្អូនញិចវាឲ្យម៉ត់ទៅណាហើយបន្ទាប់មកយើងឆាជាមួយខ្ទិះដូងហ្នឹងនេះបងប្អូនដូងណាបើសិនជាបងប្អូនមានដូងកោសអាហ្នឹងដាក់ដូងកោសក៏បានហើយដាក់ដូងនេះក៏បានដែរប្រើបានដូចគ្នាហើយខ្ញុំប្រើដូងនេះគឺថាខ្ញុំប្រើច្រើនខ្ញុំចង់ឲ្យស្នូនំខ្ញុំហ្នឹងមានរសជាតិឈ្ងុយណាឆ្ងាញ់ហើយក៏មានក្លិនឈ្ងុយផងដែរហើយបន្ទាប់មកខ្ញុំដាក់ល្ងស
ចាហើយបន្ទាប់មកយើងច្របល់ចូលគ្នាឲ្យសព្វចាបងប្អូនឥឡូវស្នូខ្ញុំហ្នឹងគឺថាខ្ញុំលីងតតដាច់ទឹកអញ្ចឹងណាហើយឥឡូវហ្នឹងខ្ញុំចាប់ដើមដួសឡើងហើយចាឥឡូវស្នូខ្ញុំហ្នឹងគឺថាធ្វើហើយហើយអញ្ចឹងខ្ញុំចាប់ផ្ដើមលុញវាហើយចំពោះការលុញស្នូហ្នឹងគឺថានំបាញ់អ៊ូហ្នឹងយើងត្រូវការស្នូធំអញ្ចឹងយើងញ៉ាំឆ្ងាញ់ណាចាខ្ញុំដួសមួយដៃដើម្បីឲ្យស្នូហ្នឹងវារៀងធំតិចចាបងប្អូនខ្ញុំចាប់ផ្ដើមវិចនំបាញ់អ៊ូហើយមុននឹងយើងវិចនំហ្នឹងគឺថាយើងអានេះស្លឹកយើងដាក់ពីស្ទាប់ទៅហើយយើងគ្រាវធ្វើកតងវាចាធ្វើបែបហ្នឹងតបមកយើងដាក់អង្ករចូលតទៅពេលយើងដាក់អង្ករចូលយើងដាក់ស្នូវាចំកដាលហើយយើងដួសអង្ករបិទពីលើស្នូហ្នឹងមកចាហើយបន្ទាប់មកដៃយើងនេះបងប្អូនការចងនំហ្នឹងយើងចងនៅអាកន្លែងកែមវាហ្នឹងបើយើងចងមិនស្រួលវាអាចរវល់ដែរព្រោះអីនេះបើយើងដឹងយើងចងវាចងនៅអាកន្លែងក្លាក់ជ្រុងវាហ្នឹងយើងអាចចងវាបានស្រួលភាគច្រើនគេចងនំហ្នឹងណាពេលដែលគេចងអញ្ចឹងហើយគេធ្វើជាចង្កោមមុននឹងយកទៅស្ងោរព្រោះអីកុំឲ្យវាពេលដែលយើងស្ងោរទៅមួយអញ្ចឹងយើងពិបាកចាប់មកអញ្ចឹងអ្នកខ្លះគេចងជាចង្កោម10នំឬក៏5នំទៅតាមគេធ្វើច្រើនធ្វើតិចណាអញ្ចឹងខ្ញុំចងជាចង្កោមពេលដែលខ្ញុំស្ងោរទៅខ្ញុំងាយស្រួលក្នុងការស្រង់នំឡើងនឹងពុះហើយអញ្ចឹងខ្ញុំចាប់ដើមធ្វើការស្ងោរនំណាហើយស្ងោរនំហ្នឹងគឺយើងមិនសូវជាយូរហ្មងទេព្រោះអីអង្គយើងហ្នឹងវាឆ្អិនស្រាប់ហើយសណ្តែកខាងក្នុងហ្នឹងក៏វាឆ្អិនដែរដូច្នេះខ្ញុំប្រើរយៈពេលតែ1ម៉ោងទេនំខ្ញុំហ្នឹងគឺថាឆ្អិនហើយនំបាញ់អ៊ូហ្នឹងវាទុកស្រង់ភ្លាមមកដល់ពេលអញ្ចឹងទៅវារៀងសសោះតិចតែបើសិនជាយើងទុកឲ្យវាត្រជាក់សាច់វានឹងណែនហាប់ល្អចាហើយខ្ញុំធ្វើការកាត់បង្ហាញបងប្អូនមួយទៀតវិចដូចខ្ញុំហ្នឹងគឺថាវាបកមកវាអាឡងវាអត់ជាប់នឹងស្លឹកទេ
ធ្វើហើយឯងគឺថាធ្វើដូចខ្ញុំហ្នឹងគឺថាពេលដែលយើងបកមកនំបាញ់អ៊ូហ្នឹងវាអត់ជាប់ស្លឹកទេព្រោះអីយើងដាក់ខ្ទិះដូងណាវាធ្វើឲ្យរង្កយើងហ្នឹងវាអាឡងហើយពេលដែលយើងញ៉ាំទៅគឺថានំយើងហ្នឹងវាស្អិតល្មួតចូលគ្នាហើយឆ្ងាញ់បងប្អូនសាក់ធ្វើមើលខ្ញុំគិតថាធ្វើទៅអានេះវាពេលខ្លះអានេះបាច់ចាំពេលរដូវបុណ្យទានទេនំបាញ់អ៊ូនេះគឺថាគេធ្វើឲ្យតែយើងមានពេលវេលាធ្វើគឺយើងអាចធ្វើប្រចាំអាទិត្យឬក៏ប្រចាំខែបានណាព្រោះអីនំនេះកាលខ្ញុំនៅស្រុកខ្មែរខ្ញុំតែងតែទិញវាពេលដែលខ្ញុំទៅរៀនគឺថាខ្ញុំញ៉ាំវាសឹងទាំងរាល់ផឹកចាខ្ញុំអរគុណបងប្អូនច្រើនដែលទស្សនាវីដេអូខ្ញុំពីដើមដល់ចប់ចាអរគុណ Cambodian Broadcasting Network TV របស់ខ្មែរ